រឿងនិទានសម្រាប់កុមាររឿងអាលីនិងដំណើរផ្សងព្រេងស្វែងរកប្រាសាទគ្រីស្តាល់ Ali and the Adventure to Find the Crystal Palace កាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះអាលីដែលរស់នៅក្នុងភូមិតូចមួយក្បែរព្រៃអាតកំបាំងអាលីគឺជាក្មេងប្រុសដែលចូលចិត្តស្វែងយល់រឿងថ្មីចូលចិត្តផ្សងព្រេងនិងមានបំណងប្រាថ្នាចង់រករកពិភពលោកដ៏ធំទូលាយអាលីរស់នៅជាមួយឪពុកម្ដាយរបស់គាត់នៅក្នុងភូមិស្ងប់ស្ងាត់មួយដែលមានផ្ទះតូចៗធ្វើពីឈើនិងដីឥដ្ឋភូមិរបស់គាត់មានព្រៃដ៏ធំល្វឹងល្វើយដែលពោរពេញទៅដោយដើមឈើធំៗនិងសត្វព្រៃចម្រុះពណ៌អាលីតាំងតែឮរឿងនិទានប្លែកៗអំពីព្រៃនេះជាពិសេសអំពីព្រៃអាតកំបាំងមួយកន្លែងដែលគ្មានអ្នកណាហ៊ានចូលទៅជិតថ្ងៃមួយពេលអាលីកំពុងដើរលេងក្បែរព្រៃគាត់បានប្រទះឃើញផែនទីចាស់មួយដែលមើលទៅហាក់ដូចជាលាក់បាំងអាតកំបាំងអ្វីម្យ៉ាងផែនទីនោះបង្ហាញផ្លូវទៅកាន់ប្រាសាទគ្រីស្តាល់ដែលត្រូវបានគេនិយាយថាមានទ្រព្យសម្បត្តិដ៏មានតម្លៃអាលីមានការរំភើបយ៉ាងខ្លាំងហើយសម្រេចចិត្តថាត្រូវតែស្វែងរកប្រាសាទនោះគាត់បានចាប់ផ្ដើមដំណើរផ្សងព្រេងរបស់គាត់ជាមួយនឹងបំណងប្រាថ្នានិងភាពក្លាហានអាលីបានចូលទៅក្នុងព្រៃដើមឈើខ្ពស់ៗហាក់ដូចជាប៉ះពាល់មេឃនិងពន្លឺព្រះអាទិត្យចាំងចូលតាមមែកឈើបង្កើតបានជាស្រមោលដ៏ស្រស់ស្អាតនៅលើដីពេលកំពុងដើរទៅមុខអាលីបានជួបនូវឧបសគ្គជាច្រើនដំបូងគាត់ត្រូវឆ្លងកាត់ទន្លេដ៏ធំមួយដែលមានល្បឿនទឹកហូរខ្លាំងគាត់បានសង់ក្បូនឈើដើម្បីឆ្លងកាត់ទន្លេនោះដោយជោគជ័យបន្ទាប់មកគាត់បានឆ្លងកាត់ភ្នំខ្ពស់ៗជាច្រើនដែលធ្វើឲ្យគាត់នឿយហត់ទោះជាយ៉ាងណាក៏អាលីក៏មិនបានបោះបង់ចោលឡើយពេលយប់ធ្លាក់មកអាលីបានសម្រាកនៅក្រោមដើមឈើធំមួយគាត់បានដុតភ្លើងតូកមួយដើម្បីរក្សាកម្ដៅនិងការពារខ្លួនពីសត្វព្រៃគាត់បានញ៉ាំអាហារដែលគាត់បានរៀបចំទុកជាមុនដូចជាផ្លែឈើនិងនំប៉័ងពេលកំពុងសម្រាកគាត់បានគិតដល់ឪពុកម្ដាយរបស់គាត់និងភូមិដែលគាត់បានចាក់ចិនមកគាត់សន្យាថានឹងត្រឡប់មកវិញដោយជោគជ័យនៅពេលព្រឹកអាលីបានបន្តដំណើររបស់គាត់បានជួបនឹងសត្វព្រៃជាច្រើនដូចជាសត្វក្តាន់សត្វទន្សាយនិងសត្វប្រកេយដ៏ស្រស់ស្អាតគាត់បានដើរតាមផ្លូវដែលផែនទីបានបង្ហាញរហូតដល់គាត់បានទៅដល់ច្រាំងទន្លេដ៏ធំមួយនៅទីនោះគាត់បានជួបនឹងមនុស្សចាស់ម្នាក់ដែលកំពុងអង្គុយម្នាក់ឯងមនុស្សចាស់នោះមានពូកចង្កាពណ៌សវែងនិងមានភ្នែកដ៏មុតស្រួចគាត់ហាក់ដូចជាដឹងអ្វីជាច្រើនអាលីបានសួរមនុស្សចាស់នោះអំពីផ្លូវទៅកាន់ប្រាសាទគ្រីស្តាល់មនុស្សចាស់បាននិយាយថាក្មួយប្រុសការធ្វើដំណើរទៅកាន់ប្រាសាទគ្រីស្តាល់គឺពោរពេញទៅដោយឧបសគ្គក្មួយត្រូវតែមានភាពក្លាហាននិងឆ្លាតវៃបន្ទាប់មកគាត់បានប្រគល់ផែនទីថ្មីមួយឲ្យអាលីដែលបង្ហាញផ្លូវសម្ងាត់ទៅកាន់ប្រាសាទអាលីបានអរគុណមនុស្សចាស់នោះហើយបន្តដំណើររបស់គាត់បានដើរតាមផែនទីថ្មីរហូតដល់បានទៅដល់ច្រកមួយដែលមានលក្ខណៈសម្ងាត់នៅខាងក្នុងគាត់បានជួបនឹងបន្ទប់មួយដែលពោរពេញទៅដោយរូបចម្លាក់ចម្លែកដើម្បីបន្តដំណើរទៅមុខទៀតគាត់ត្រូវតែដោះស្រាយល្បែងពង្ពួររូបដ៏ស្មុគស្មាញមួយអាលីបានគិតយ៉ាងស៊ីជម្រៅហើយទីបំផុតក៏បានរកដំណោះស្រាយទ្វារសម្ងាត់មួយបានបើកបង្ហាញផ្លូវទៅកាន់ប្រាសាទគ្រីស្តាល់ពេលដែលអាលីបានទៅដល់ប្រាសាទគ្រីស្តាល់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រាសាទនោះត្រូវបានគេសង់ឡើងពីគ្រីស្តាល់ដ៏ភ្លឺចែងចាំងដែលចាំងពន្លឺចម្រុះពណ៌នៅក្នុងប្រាសាទគាត់បានរកឃើញទ្រូងមួយដែលពោរពេញទៅដោយគ្រឿងអលង្ការដ៏មានតម្លៃមាសប្រាក់និងសៀវភៅបុរាណប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលបំផុតគឺគ្រីស្តាល់តូចមួយដែលមានពន្លឺពណ៌ខៀវដ៏ស្រស់ស្អាតគ្រីស្តាល់នោះមានថាមពលព្យាបាលនិងអាចនាំមកនឹងសេចក្តីសុខ
ដំណាបផ្សងព្រេងរបស់សត្វកណ្ដូលឬឈ្មោះធីតានិងមិត្តភក្តិរបស់នាងនៅក្នុងព្រៃជ្រាវដ៏ខៀវស្រងាត់មួយមានសត្វកណ្ដូលតូចមួយឈ្មោះធីតាជាសត្វកណ្ដូលដ៏ក្លាហាននិងចូលចិត្តផ្សងព្រេងនាងតែងតែរករកកន្លែងថ្មីនៅក្នុងព្រៃថ្ងៃមួយខណៈដែលធីតាកំពុងដើរលេងនាងបានលឺសំឡេងយំយ៉ាងសោកសៅធីតាដើរតាមសំឡេងនោះរហូតដល់នាងបានឃើញកូនទន្សាយតូចមួយកំពុងអង្គុយយំនៅក្រោមដើមឈើធំមួយធីតាបានសួរទៅកូនទន្សាយថាតើមានរឿងអ្វីបានជាបងយំយ៉ាងដូចនេះកូនទន្សាយបានឆ្លើយថាខ្ញុំឈ្មោះប៊ុននីហើយខ្ញុំបានបាត់បង់មេដាយសំណាងរបស់ខ្ញុំបើគ្មានវាទេខ្ញុំខ្លាចថាខ្ញុំនឹងគ្មានសំណាងជួបក្រុមគ្រួសារខ្ញុំវិញឡើយធីតាមានអារម្មណ៍អាណិតប៊ុននីហើយបានសន្យាថានឹងជួយស្វែងរកមេដាយនោះធីតាបានគិតក្នុងចិត្តថាខ្ញុំនឹងជួយរកមេដាយរបស់ប៊ុននីនាងក៏ចាប់ផ្ដើមធ្វើដំណើរជាមួយប៊ុននីចូលទៅកាន់ផ្នែកជ្រៅបំផុតនៃព្រៃដើម្បីស្វែងរកមេដាយដែលបាត់នោះពួកគេបានជួបសត្វទីទូកដ៏ឈ្លាសវៃមួយឈ្មោះអូលីវីដែលបានប្រាប់ពួកគេថាមេដាយនោះត្រូវបានយកទៅលាក់នៅក្នុងរូងភ្នំគ្រីស្តាល់ដោយសត្វស្វាចាស់ឈ្មោះមីងគីអូលីវីបានព្រមមានថាមីងគីចូលចិត្តល្បែងគំរូបហើយពួកគេត្រូវតែដោះស្រាយល្បែងរបស់វាទើបអាចយកមេដាយមកវិញបានធីតានិងប៊ុននីបានធ្វើដំណើរឆ្ពោះទៅរូងភ្នំគ្រីស្តាល់ដែលជាកន្លែងពោពេញទៅដោយគ្រីស្តាល់ភ្លឺចែងចាំងនៅពេលដែលពួកគេទៅដល់មីងគីបានលេចមុខមកដោយស្នាមញញឹមដ៏ល្បិចកលមីងគីបានប្រាប់ពួកគេថាខ្ញុំនឹងឲ្យមេដាយនេះទៅអ្នកប្រសិនបើអ្នកអាចដោះស្រាយល្បែងផ្គុំរូបរបស់ខ្ញុំបានល្បែងផ្គុំរូបនោះគឺថាតើអ្វីទៅដែលខ្ពស់ជាងគេនៅក្នុងព្រៃតែមិនអាចមើលឃើញធីតានិងប៊ុននីបានគិតយ៉ាងលូទីបំផុតធីតាបាននិយាយថាចម្លើយគឺសំឡេងមីងគីភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានសើចយ៉ាងរីករាយមីងគីបាននិយាយថាពិតជាត្រឹមត្រូវម៉ាក់កណ្ដូលតូចអើយនេះគឺមេដាយរបស់អ្នកធីតានិងប៊ុននីបានអរគុណមីងគីហើយយកមេដាយនោះមកវិញនៅតាមផ្លូវត្រឡប់មកវិញពួកគេបានជួបនឹងស្ពានមួយដែលបាក់ប៊ុននីមានការភ័យខ្លាចប៉ុន្តែធីតាបានលើកទឹកចិត្តប៊ុននីធីតាបានប្រាប់ប៊ុននីថាកុំខ្លាចអីយើងនឹងឆ្លងកាត់វាបានពួកគេបានជួយគ្នាទៅវិញទៅមកហើយបានឆ្លងកាត់ស្ពាននោះដោយសុវត្ថិភាពនៅពេលដែលពួកគេត្រឡប់ទៅដល់ផ្ទះវិញប៊ុននីបានត្រឡប់ទៅជួបក្រុមគ្រួសាររបស់ខ្លួនវិញប៊ុននីពិតជារីករាយណាស់ហើយបានអរគុណធីតាម្ដងហើយម្ដងទៀតធីតាបានត្រឡប់ទៅផ្ទះរបស់នាងវិញដោយភាពរីករាយនាងបានរៀនមេរៀនដ៏សំខាន់មួយអំពីមិត្តភាពនិងការជួយគ្នាទៅវិញទៅមកធីតាដឹងថាទោះបីជាការផ្សងព្រេងរបស់នាងមានភាពលំបាកយ៉ាងណាក៏ដោយនាងតែងតែមានមិត្តភក្តិនៅក្បែរជានិច្ចចាប់តាំងពីថ្ងៃនោះមកធីតានិងប៊ុននីបានក្លាយជាមិត្តភក្តិដ៏ល្អបំផុតពួកគេតែងតែជួបគ្នានិងលេងជាមួយគ្នានៅក្នុងព្រៃពួកគេបានចែករំលែករឿងរ៉ាវផ្សងព្រេងរបស់ពួកគេជាមួយគ្នាហើយតែងតែជួយគ្នាទៅវិញទៅមកនៅពេលដែលពួកគេត្រូវការជំនួយហើយរៀងរាល់យប់ធីតាបានដេកលក់ដោយក្តីសុខដឹងថានាងមានមិត្តភក្តិដ៏អស្ចារ្យហើយមេរៀននៃមិត្តភាពនឹងស្ថិតថេរជារៀងរហូតរឿងនិទានអំណោយទី1របស់លោកតា Santa Claus សម្រាប់ភូមិអផបកាលពីព្រេងនាយមានភូមិមួយឈ្មោះភូមិអផបពីព្រោះអ្នកភូមិមិនដែលបានទទួលកាដូណាមួយសោះនាថ្ងៃបុណ្យណូអែលក្មេងៗក្នុងភូមិនេះមិនដែលស្គាល់ថាកាដូឬភាពរីករាយនៃបុណ្យណូអែលជាអ្វីនោះទេថ្ងៃមួយមានក្មេងប្រុសម្នាក់ឈ្មោះអាលីនជាក្មេងប្រុសកំព្រាតែងស្រមៃចង់បានកាដូដូចក្មេងដទៃគេធ្លាប់ឮចាស់និយាយពីលោកតា Santa Claus ដែលតែងជូនកាដូដល់ក្មេងៗនៅជុំវិញពិភពលោកអាលីនក៏សម្រេចចិត្តសរសេរសម្បត្តិមួយច្បាប់ទៅកាន់លោកតា Santa Claus ក្នុងសម្បត្តិនោះអាលីនបានរៀបរាប់ពីបំណងប្រាថ្នារបស់គេនិងក្មេងៗក្នុងភូមិទាំងអស់គេបានសរសេរថាលោកតា Santa Claus ជាទីគោរពសូមលោកតាជួយភូមិរបស់ពួកយើងផងពួកយើងមិនដែលបានទទួលកាដូណាមួយសោះ
បន្ទាប់ពីសរសេរសម្បត្តិហើយអាលីនបានដាក់សម្បត្តិនោះក្នុងប្រអប់មួយហើយបានបួងសួងសុំឲ្យលោកតា Santa Claus មករកភូមិរបស់គេយប់មួយនាថ្ងៃបុណ្យណូអែលខ្យល់បានបក់បោកយ៉ាងខ្លាំងព្រិលបានធ្លាក់សន្ធឹករំពេចនោះអាលីនបានឮសំឡេងជួងបន្លឺឡើងពីលើមេឃគេក៏រត់ទៅមើលតាមបង្អួនហើយបានឃើញរទេះអុំដោយសត្វរមាំងកំពុងហក់សំដៅមកភូមិរបស់គេលោកតា Santa Claus បានចុះពីលើរទេះរួចដើរសំដៅមករទេះរបស់អាលីនពិតជារំភើបចិត្តយ៉ាងខ្លាំងពេលបានឃើញលោកតា Santa Claus ដោយផ្ទាល់ភ្នែកលោកតា Santa Claus បានញញឹមដាក់អាលីនហើយបានប្រាប់ថាអាលីនក្មួយពិតជាក្មេងល្អនិងក្លាហានណាស់ពូជួលចិត្តសម្បត្តិរបស់ក្មួយណាស់លោកតា Santa Claus បានយកកាដូជាច្រើនចេញពីរទេះរបស់គាត់ហើយបានចែកជូនដល់ក្មេងៗទាំងអស់ក្នុងភូមិក្មេងៗទាំងអស់ពិតជារីករាយនិងរំភើបចិត្តយ៉ាងខ្លាំងពេលបានទទួលកាដូជាលើកដំបូងពួកគេបាននាំគ្នាអរគុណលោកតា Santa Claus បន្ទាប់ពីចែកកាដូរួចលោកតា Santa Claus បានអញ្ជើញអាលីនឲ្យជិះរទេះរបស់លោកតាអាលីនបានលាញ៉ាក់ភូមិរួចក៏ឡើងលើរទេះរបស់លោកតា Santa Claus រទេះក៏បានហោះឡើងទៅលើមេឃហើយបាត់ទៅក្នុងភាពងងឹតអាលីនពិតជាសប្បាយរីករាយណាស់គេបានឃើញពន្លឺភ្លើងចម្រុះពណ៌ពីភូមិនិងទីក្រុងផ្សេងគេក៏បានឃើញផ្ទះលោកតា Santa Claus នៅពោខាងជើងដែលមានសត្វអៀលកំពុងរៀបចំកាដូអាលីនបានរស់នៅជំនួយលោកតា Santa Claus និងបានជួយលោកតា Santa Claus ចែកកាដូដល់ក្មេងៗជុំវិញពិភពលោកអាលីនបានរៀនសូត្រពីរបៀបធ្វើកាដូនិងរបៀបបើករទេះសត្វរមាំងច្រើនឆ្នាំក្រោយមកអាលីនបានក្លាយទៅជាអ្នកជំនួយដ៏សំខាន់របស់លោកតា Santa Claus គេតែងតែជួយលោកតា Santa Claus រៀបចំកាដូនិងដឹកជញ្ជូនកាដូដល់ក្មេងៗថ្ងៃបុណ្យណូអែលបានមកដល់ម្ដងទៀតអាលីនបានត្រឡប់មកភូមិអផបវិញគេបាននាំយកកាដូជាច្រើនមកចែកជូនដល់ក្មេងៗក្នុងភូមិក្មេងៗក្នុងភូមិពិតជារីករាយយ៉ាងខ្លាំងដែលបានជួបអាលីនវិញពួកគេក៏បានឃើញអាលីនក្លាយទៅជាមនុស្សល្អម្នាក់ចាប់តាំងពីថ្ងៃនោះមកភូមិអផបបានក្លាយទៅជាភូមិរីករាយក្មេងៗក្នុងភូមិទាំងអស់បានទទួលកាដូជារៀងរាល់ឆ្នាំហើយពួកគេក៏លែងភ្លេចអាលីនដែលជាអ្នកនាំពន្លឺនិងក្តីសង្ឃឹមមកកាន់ភូមិរបស់ពួកគេលោកតា Santa Claus និងអាលីនបានបន្តធ្វើដំណើរចែកកាដូដល់ក្មេងៗជុំវិញពិភពលោកពួកគេបាននាំមកនូវភាពរីករាយស្នំញញឹមនិងក្តីសង្ឃឹមដល់ក្មេងៗទាំងអស់រឿងនិទាននេះបានបញ្ចប់ដោយសេចក្តីសុខនិងភាពរីករាយ